ចាជំរាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះខ្ញុំមកបង្ហាញអំពីថង់លុយទៀតហើយចាគឺបង្ហាញអំពីថង់លុយដែលសល់លុយច្រើនណាចាដែលកាន់លុយបានច្រើនណាថង់លុយនេះចាមិនមែនសំដៅទៅលើថង់តូចថង់ធំទៅផ្ទុកលុយបានច្រើនទេចាគឺសំដៅទៅលើចាខ្សែចំណូលចំណាយនៅក្នុងនោះនោះឯងណាចាបើសិនជាមានថង់លុយចាតម្រង់បែបនេះចាគឺខាងលើគឺចំណូលចាកណ្ដាលគេទូចហ្នឹងគឺគេហៅថាចំណាយហើយចាខាងក្រោមគេគឺលុយដែលសល់នៅនឹងដៃខ្ញុំនឹងដាក់ពណ៌ឲ្យមើលបែបនេះណាចាសម្រាប់ពណ៌បៃតងគឺជាចំណូលចាសម្រាប់ពណ៌ចាខៀវគឺជាចំណាយពណ៌ផ្កាឈូកគឺជាលុយដែលសល់នៅនឹងដៃណាតែអញ្ចឹងមានន័យថាបាតដៃនេះចំណូលមកច្រើនចាចំណាយតិចហើយចាលុយសល់នឹងដៃគឺបានច្រើនអាចកាន់លុយច្រើនបានព្រោះថង់ផ្ទុកគេហៅថាលុយឬក៏ទ្រព្យសម្បត្តិលុយកាក់នៅក្នុងហ្នឹងចាថង់ផ្ទុកហ្នឹងគឺចាវាមានទំហំធំអញ្ចឹងណាចាហើយសួរថាមិនបន្សល់លុយនេះយើងមើលទៅលើខ្សែខួរក្បាលនិងខ្សែបេះដូងគាត់នេះចានៅលើទួលប្រហោះនេះមានទួលចាធំពេញស្អាតសាច់ក្រពុំចានៅខាងទួលអង្គាខ្ពស់នោះចាក៏មានចាសាច់ពេញល្អទៀតហើយយើងមើលចាកណ្ដាលនៃចារវាងខ្សែទាំងពីរហ្នឹងគឺវាចានៅជិតគ្នាបែបនេះចាបើតាមក្បួនគេនិយាយថាមនុស្សដែលបកកែសន្សំសំចៃណាបើនៅលើបាតដៃមនុស្សស្រីគឺល្អជាមនុស្សស្រីដែលបកកែសន្សំសំចៃទុកដាក់ចាបើលើដៃមនុស្សប្រុសមិនល្អទេគេហៅថាមនុស្សប្រុសដែលចាគេអាចនិយាយបានថារិះលុយក៏ថាបានដែរណាចាតែលើដៃមនុស្សស្រីគឺល្អជាងណាចាជំរាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះខ្ញុំមកបង្ហាញចាអំពីខ្សែចាដែលបញ្ជាក់ថាម្ចាស់បាត់ដៃនឹងមានចាទទួលបានគេមរតកពីចាជីដូនជីតាឬក៏សិក្សារហិតរបស់គាត់ចាជាដំបូងយើងមើលលើខ្សែជីវិតចាបន្ទាប់ខ្សែខួរក្បាលចាខ្សែបេះដូងចុងក្រោយគេណាចាបន្ទាប់មកគឺខ្សែនេះចាមើលឲ្យចិត្តទៅចាខ្សែរវាងចន្លោះខ្សែចាខួរក្បាលនិងខ្សែបេះដូងចាមានខ្សែចន្លោះនេះដែលមានចាជើងទប់ជ្រែងចាហើយចាចុងនៃខ្សែគឺបែកជាពីរបែបនេះណាចាខ្សែបែបនេះគឺគេហៅថាខ្សែដែលចាទទួលមរតកចាពីឪពុកម្ដាយចាឬក៏ចាជីដូនជីតាគាត់សាច់សារហិតគាត់អញ្ចឹងទៅដែលគាត់ត្រូវទទួលបានមរតកនឹងចាគាត់ក៏មានខ្សែល្អមួយទៀតចានៅលើខ្សែខួរក្បាលរបស់គាត់គឺមានខ្សែបែបនេះណាចាគឺសញ្ញាខ្វែងបែបនេះចាជាត្រីកោណប៉ុន្តែត្រីកោណដែលមានកំពូលខ្វែងចាគេហៅថាខ្សែវិនិយោគអញ្ចឹងណាចាខ្សែនេះគឺបើមាននៅលើខ្សែជីវិតគឺដល់អាយុណាគឺវិនិយោគល្អណាស់បានជោគជ័យចាហើយបើនៅលើខ្សែខួរក្បាលគឺមានន័យថាខួរក្បាលនឹងគិតវិនិយោគទៅលើមុខរបរធ្វើការងារអីគិតអីគឺតែងតែសម្រេចតែងតែបានជោគជ័យជាផ្លែជាផ្កាហើយគាត់ក៏មានខ្សែល្អមួយនេះទៀតចាគឺចាថង់លុយដែលខ្ញុំធ្លាប់បញ្យល់នឹងឯងថង់លុយចាដែលមានរាងស្អាតបែបនេះចាគឺមានន័យថាម្ចាស់បាតដៃគឺគាត់ចានឹងមានឱកាសកាន់លុយធំបានព្រោះខ្សែខួរក្បាលគាត់ចាវែងស្អាតហើយចាគឺគាត់មានខ្សែគេហៅថាវិនិយោគនឹងផងចាមានខ្សែដែលសំណាងត្រូវទទួលបានមរតកផងចាមានទាំងថង់លុយដែលមានរាងស្អាតចំណូលធំបែបនេះទៅទៀតបាតដៃនេះគឺល្អណាស់ចាជំរាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះខ្ញុំមកបង្ហាញអំពីបាតដៃមួយចាដែលបាតដៃល្អគឺគាត់ចាចូលចិត្តធ្វើសេចក្តីល្អធ្វើបុណ្យច្រើនចាខ្សែដែលអាក្រក់ក៏ប្រែមកជាខ្សែល្អវិញណាចាឥឡូវយើងមកពិនិត្យមើលចាទួលនៃដៃរបស់គាត់ណាចាទួលនៃដៃនេះគឺមិនចាហៅថាទួលដៃដែលល្អពេញសាច់លក្ខណៈទេក៏ប៉ុន្តែគាត់មានខ្សែចាជំនួយរបស់គាត់ហ្នឹងល្អច្រើនណាចាដូចជាខ្សែកន្លែងខ្ញុំគូអីគេហៅថាខ្សែថង់លុយរបស់គាត់អត់ពេញលក្ខណៈទេក៏ប៉ុន្តែចាយើងក៏លេចទៅមើលលើខ្សែជីវិតរបស់គាត់វិញលើខ្សែជីវិតរបស់គាត់គឺសម្បូរត្រីកោណខ្លាំងមែនទែនចាសម្បូរច្រើនណាចាអញ្ចឹងចាខ្សែជីវិតដែលសម្បូរត្រីកោណអញ្ចឹងគឺមានន័យថាមនុស្សដែលមានឱកាសក្នុងការរកលុយច្រើនហើយក៏មានឱកាសក្នុងការកាន់លុយច្រើនបានផងដែរណាចាអានេះគាត់ខ្វះតែចាថង់លុយមួយទៀតទេបើមានថង់លុយទៀតបាត់ដៃនេះកាន់លុយលៀនបានយ៉ាងងាយស្រួលណានេះខ្សែត្រីកោណដែលខ្ញុំគូឲ្យនេះសិតតែជាត្រីកោណដែលមានឱកាសក្នុងការរកលុយច្រើនឬក៏មានឱកាសទិញទ្រព្យធំណានៅក្នុងអាយុនីមួយដែលមានត្រីកោណហ្នឹងណាចាឥឡូវខ្ញុំឲ្យពិនិត្យមើលខ្សែមួយទៀតខ្សែដែលខ្ញុំប្រាប់ថាខ្សែដែលមិនល្អប្រែប្រួលមកជាល្អវិញចានេះខ្សែចាដែលខ្វែងនៅទួលចានបែបនេះគេហៅថាខ្សែចាដែលមានគ្រោះថ្នាក់ផ្លូវទឹកចាឬក៏ផ្លូវអាកាសក៏ដូចគ្នាដែរប៉ុន្តែគ្រោះថ្នាក់ដែលធំគឺផ្លូវទឹកចាពីមុនគាត់មានគ្រោះថ្នាក់ផ្លូវទឹកគឺគ្រោះថ្នាក់នេះគ្រោះថ្នាក់ដល់អាយុជីវិតទៀតផងគឺហាមឲ្យលេងទឹកមិនឲ្យលេងទឹកមិនថាទឹកស្ទឹងទឹកសមុទ្រទឹកអីទេអត់ឲ្យគាត់ប៉ះតែម្ដងគឺនឹងមានគ្រោះថ្នាក់តែឥឡូវកើតចេញជាខ្សែឃុំក្រងបែបនេះណាចាកើតចេញជាការ៉េខ្សែឃុំក្រងបែបនេះគឺមានន័យថាគាត់លេងមានគ្រោះថ្នាក់នៅផ្លូវទឹកឬក៏ដំណើរផ្លូវទឹកទៀតហើយណាចាអញ្ចឹងអ្វីដែលខ្ញុំចង់បន្ថែមចានឹងចង់បញ្ជាក់ថាអញ្ចេះសម្រាប់បាតដៃគឺមិនមែននៅបែបនេះរហូតទេគឺប្រែប្រួលទៅតាមទង្វើកម្មរបស់យើងណាចាត្បិតតែបាតដៃជាកន្លែងគាត់ចាជីវប្រវត្តិរបស់យើងកាលពីអតីតនិងក្នុងបច្ចុប្បន្នទៅដល់អនាគតដូចគ្នាពិតមែនក៏ប៉ុន្តែចាវាត្រូវប្រែប្រួលទៅតាមទង្វើកម្មដែលយើងធ្វើបើចង់ឲ្យបាតដៃប្រែប្រួលមកមានខ្សែល្អជំនួយទៅដល់ចាដំណើរជីវិតរបស់យើងចាគឺធ្វើសេចក្តីល្អធ្វើចាបុណ្យធ្វើទានឲ្យបានច្រើននោះចាខ្សែបាតដៃក៏ប្រែប្រួលទៅតាមនឹងដែរណា